សេះពណ៌សមួយបានធ្លាក់ដោយចៃដន្យនៅក្នុងបឹងនោះបរោះនោះបានឃើញវាហើយគិតថាទៀងគាត់ឡើងមិនថាគាត់ធ្វើអ្វីក៏ដោយគាត់មិនអាចទាញវាចេញបានទេហើយគាត់បានមើលជុំវិញគាត់ក៏ឃើញរហាត់ទឹកមួយនៅក្បែរនោនគាត់បានរកឃើញគំនិតល្អមួយចូលយើងទៀងខ្សែពួររបស់សេះត្រូវបានចងភ្ជាប់ទៅនឹងគាត់បានឡើងលើរហាត់ទឹកដោយខ្លួនឯងហើយប្រើវាទម្ងន់របស់វាធ្វើឲ្យរហាត់ទឹកវិលពួកគេបានផ្លាស់ប្ដូរទីលំនៅហើយបានជួយសង្គ្រោះបេដោយជោគជ័យសម្លឹងមើលព្រះគុណសង្គ្រោះជីវិតនៅចំពោះបរោះនោះនឹងសេះសបានយំសោកទឹកភ្នែកបន្ទាប់មកសេះពណ៌បាននិយាយទៅកាន់បរោះនោះថាអរគុណបន្ទាប់មកវាបានបញ្ចេញពន្លឺពណ៌ហើយបាត់ទៅនៅក្នុងភាពងឹតដ៏ធំទូលាយនៃយប់បរោះនោះឈ្មោះជាវជួយហើយគាត់រស់នៅក្នុងកសិដ្ឋាននេះធ្វើការនៅរោងចក្រពេលគាត់ភ្ញាក់ពីដំណេកនៅថ្ងៃបន្ទាប់គាត់បានរកឃើញថាសេះដ៏មានតម្លៃពីរក្បាលទៀតបានលេចឡើងនៅសេះមួយក្បាលហើយសេះមួយក្បាលទៀតក៏និយាយបានដែរលាតូចបានប្រាប់ជាវជួយថាវាសេះពណ៌ស្ពីយប់មិញដើម្បីសងជាវជួយជាវមកសត្វលាសម្រាប់ចិត្តទទួលស្គាល់ Little Handsome ជាម្ចាស់របស់វាហើយភ្លាមនោះសៀវសួរអៃឬកសិករខឹងខ្លាំងពេកសម្លេងក្រហមនោះធ្វើឲ្យគាត់នឹកឃើញដល់ម្សិលមិញស្រូវយឺតត្រូវបានផ្ដល់ឲ្យដោយលាតូចមួយអូទេសៀវសួយបានជិះវាយ៉ាងលឿនលាតូចចាប់ផ្ដើមរត់ហើយលាក៏ចាប់ផ្ដើមរត់ក្មេងនោះរត់លឿនដូចឡានមកដល់ហើយគាត់បានយកសេះល្អពីក្បាលមកជាមួយពេលមកដល់រាជធានីយើងបានរៀបចំខ្លួនរថយន្តដ៏មូលត្រូវបានលក់ចេញប៉ុន្តែមិននឹកស្មានដល់ព្រះរាជាទ្រង់ទតឃើញដូច្នោះទ្រង់មានព្រះហត្ថីខ្ញុំចូលចិត្តបែមរបស់ជាវជួយដូច្នេះគាត់បានបញ្ជាឲ្យបរិសុទ្ធរបស់គាត់យកគាត់ទៅដោយបង្ខំសេះពីក្បាលឃើញជាវជួយខូចចិត្តសត្វវលាបានព្រោះយ៉ាងខ្លាំងលូហ៊ូកុងបានបញ្ជូនសេះកំណប់ពីក្បាលនោះដោយផ្ទាល់សេះត្រូវបានហៅត្រឡប់មកវិញក្រោយមកព្រះរាជាពុំបានដឹងថាមានអ្វីកើតឡើងឡើយគិតថាទុកឲ្យទាហាន2នាក់ទីគាត់បានបើកបរយ៉ាងលឿនពីក្រោយគាត់អំឡុងពេលដេញតាមទាហាននោះបានបរាជ័យដោយចៃដន្យនៅក្នុងការព្រះមហាក្សត្របានឈប់ប្រទេសសេះហើយយាងចូលទៅក្នុងប្រទេសសេះភ្លាមបានបញ្ចប់នៅក្នុងគម្រោងសៅមិនត្រឹមតែបែមបរាជ័យក្នុងការយកវាមកវិញទេនៅតែស្ថិតនៅចំពោះមុខអ្នកទស្សនាព្រះមហាក្សត្រមានព្រះតីខ្មាស់អៀនយ៉ាងខ្លាំងគាត់ខឹងណាស់ប៉ុន្តែគាត់មិនអាចឲ្យក្មេងតូចនោះគាត់សង្ហាប៉ុណ្ណាទីប្រឹក្សាអធិរាជនៅក្បែរគាត់បានផ្ដល់ដំបូន្មានគាត់បាននឹកឃើញគំនិតមួយហើយសូមឲ្យស្ដេចចាត់ឲ្យទៅសួរអៃបានទៅសម្រេចអ្វីដែលមិនអាចទៅរួចភារកិច្ចរបស់គាត់គឺចាប់យកសត្វទេវកថាគឺ Phoenix ភ្លើងដំបូងពួកគេបានទៅព្រៃវេទមុនដើម្បីប្រមូលខ្ញុំបានទិញគ្រាប់ walnut មួយចំនួនហើយបន្ទាប់មកបានទៅដុតភ្លើងពួកគេបានយកជំរករបស់ Miura ភ្លើងបោះគ្រាប់ walnut ទៅលើដីហើយចាប់វាឈុតឆាកវេទមុនមួយបានលាតត្រដាងភ្លាមនោះសត្វមួយបានឆេះខ្ទេចខ្ទីទាំងស្រុងសត្វ Phoenix ដែលកំពុងឆេះបានផ្ទុះចេញពីដីសម្លឹងមើលគ្រាប់ walnut នៅលើដីភ្លើងកំពុងឆេះមានអារម្មណ៍រីករាយយ៉ាងខ្លាំងហើយបន្ទាប់មកគាត់បានលាបក្រញាំរៀងដូចការអគីដេរបស់គាត់ហើយបានរើសគ្រាប់ walnut មួយហើយបោះវាឡើងលើអាកាសក្រៀមវាបានធ្លាក់ចុះក្នុងមួយក្អឹបនៅខាងក្នុងបន្ទាប់មកមួយទៀតត្រូវបានលេបរសជាតិនេះពិតជាឆ្ងាញ់ណាស់ប៉ុន្តែមិនយូរប៉ុន្មានMiuraភ្លើងមានអាការៈវិលមុខនិងវង្វេងស្មារតីហាក់ដូចជាវិលមុខខ្លាំងពេកស្រវឹងបន្តិចហើយបន្ទាប់មកគាត់ដួលក្បាលទៅលើខ្សាច់ពេលបិទភ្នែកមនុស្សម្នាក់មិនអាចភ្ញាក់ពីដំណេកបានទេហើយអាចបានឃើញថាសៀវសួរអៃកំពុងនៅហាងនោះបានលាបជាមួយថ្នាំមួយគេងដូចជាគាត់កំពុងរៀបចំសម្អាតពេលខ្ញុំត្រឡប់ទៅរីកាវិញស្រាប់តែឃើញក្រញាំមាន់មួយកំពុងហាលវាលូកដៃចេញយឺតដោយស្ងាត់គាត់បានយកមួយចេញពីកាបូបវ៉លណាត់សូមជួយចុច follow និងឲ្យបេះដូងម្នាក់មួយដើម្បីទទួលភាពបន្តរឿងល្អមើលច្រើនទៀតចង់មើលរឿងអីជួយ comment មកណាខែ AK ខ្មែរស្រឡាញ់ខ្មែរជួយខ្មែររួមសាមគ្គីពួកអាចោស៊ីមវិនិច្ឆ័យ